ការប្រកួតរវាងកីឡាករពេជ្រអាទិទេពនិងកីឡាករគុណផនិតបងប្អូនឃើញតាមរយៈនេះឃើញក្នុងបណ្ដាញសង្គមក៏យើងទូស្រាំដែរអ្នកទាំងពីរនេះសម្រាប់បាទខ្ញុំគិតទៅគឺអាទិទេពវាគាត់តែចេះបន្តិចបាទរៀងតែមិនពេញចិត្តចំណុចបន្តិចបងប្អូនណាអ្នកទាំងពីរនេះជួបគ្នាថាតាមមែនទេហើយបានថាអញ្ចឹងគឺខ្ញុំអត់ពេញចិត្តត្រង់ថាពេជ្រអាទិទេពទៅប្រកួតសប្តាហ៍មុនហើយបាទនៅតែមានអេសគ្រីមកម្ពុជាហើយអញ្ចឹងវាអាទិទេពមកប្រកួតសប្តាហ៍នេះវាគាត់ថាថាសម្លហ្នឹងគឺមជូរហ្នឹងគឺហូបថ្ងៃហ្នឹងហើយស្អែកឡើងក៏ដៅហូបទៀតអាហ្នឹងវាអញ្ចឹងណាបាទហូបថ្ងៃហ្នឹងស្អែកឡើងក៏ដៅហូបទៀតអញ្ចឹងវាមិនថាជាផ្លែប្រមាណទេខ្ញុំតែវាល្អមើលបាទអញ្ចឹងណាបាទសម្រាប់អ្នកទាំងពីរហ្នឹងអញ្ចឹងហើយបងប្អូនមួយចំនួនគាត់ថាអូអញ្ចេះអូចុះអញ្ចឹងគឺសម្រាប់ខ្ញុំគឺខ្ញុំវិភាគខុសគ្នាបន្តិចបាទបងប្អូនចាំស្ដាប់ពេជ្រអាទិទេពគឺជាប្រភេទកីឡាករល្អដៃល្អសម្រាប់ដៃបុកហើយក៏មិនធន់ដែរបើមកថាហ្នឹងពេជ្រអាទិទេពធន់អត់ធន់ទេបាទធន់ទេគុំតែគាត់ធ្ងន់គាត់ប្រើធ្ងន់បាទសម្រាប់ជួបមួយកីឡាករទៅមិននេះគឺគាត់មានកម្លាំងដៃហើយនឹងកែងបាទហើយគាត់ខាងរឿងគាត់រឿងខាងគាត់ខាងជង្គង់អីគឺបាញ់ចេញគាត់អត់មានទេបាទអញ្ចឹងគាត់មានកម្លាំងដៃហើយហ្នឹងកាប់ឲ្យកែងហើយសម្រាប់ជួបមួយផនិតនេះបងប្អូនដឹងថាផនិតគឺជាប្រភេទកីឡាករយ៉ាងម៉េចបាទគាត់ល្អអីហើយគាត់ល្អអីផនិតជាកីឡាករប្រភេទកីឡាករទាត់ជើងក្រោមហើយនឹងចាប់វាជង្គង់បាទហើយក៏ជាកីឡាករប្រភេទកីឡាករបុកហើយជាគ្រឿងដែរបាទអញ្ចឹងអ្នកទាំងពីរនេះបុកដូចគ្នាយើងច្បាស់ថាបាទកីឡាករទាំងពីរនេះបុកដូចគ្នានឹងមានម្នាក់ថយនឹងមានម្នាក់ដាក់បុកហើយក៏តែគាត់ខ្ញុំគាត់ថាអ្នកទាំងពីរនេះគឺខ្ញុំដឹងថាផនិតគាត់រៀងខ្សោយមុខតិចហើយអាទិទេពអត់ដៃវាកងធំ5ទឹកអញ្ចឹងសម្រាប់ពេជ្រអាទិទេពដូចខ្ញុំវិភាគលោដែរចាខ្ញុំនិយាយពេជ្រអាទិទេពលោដែរចាពេជ្រអាទិទេពនេះមានបន្លោះឈ្នះធនផនិតតែ2ទឹកកន្លះទេបងប្អូន2ទឹកកន្លះនេះដែលអាចមានតួលេខឈ្នះផនិត 60% និយាយថា 60% ណាក្នុងរយៈពេល2ទឹកកន្លះបាទបើសិនជាពេជ្រអាទិទេពមិនអាចប្រើកម្លាំងដៃផ្ដួលធនផនិតក្នុងទឹកទី1ទី2ឬក៏ទឹកពាក់កណ្ដាលទឹក3ទេច្បាស់ណាស់ថាពេជ្រអាទិទេពនឹងចាញ់ធនផនិត 100% បាទ 100% បាទអញ្ចឹងណាអញ្ចឹងគេក្នុងការវិភាគរបស់ខ្ញុំថាពេជ្រអាទិទេពមានសង្ឃឹមឈ្នះធនផនិតត្រឹមតែ2ទឹកកន្លះទេបាទ2ទឹកកន្លះហ្នឹងបើផុតពី2ទឹកកន្លះហ្នឹងទៅគឺចាប់ហើយចាប់ផនិតហើយ 100% មកណាគឺខ្ញុំដាក់ក្តីរំពឹងទៅលើធនផនិត 100% តែថាត្រង់អីថាត្រង់តែក្តីរំពឹងរបស់ខ្ញុំគឺដាក់ពីពាក់កណ្ដាលទៅទី2ទៅបងប្អូនណាចាំកន្លែងវិភាគរបស់ខ្ញុំណាហើយចាំឲ្យបងប្អូនហ្នឹងកុំយកថាខ្ញុំដាក់ផនិត 100% ហ្នឹងថាបាយបហាឲ្យគ្រូនេះគ្រូអត់ទេខ្ញុំនិយាយថាពាក់ពីពាក់កណ្ដាលទី2ទៅបើមិនយកផនិតអត់ប្រឡប់ទេច្បាស់ថា 100% ធនផនិតនឹងឈ្នះបាទព្រោះកម្លាំងពេជ្រអាទិទេពដូចប្រកួតជាមួយហាន់2ដូចជាមួយបានលឿនអញ្ចឹងបាទបើមិនទឹកទី1គាត់ធ្វើមិនបានទេទឹកទី2គឺគាត់ធ្វើបានទេគឺទឹកទី3គឺគាត់ចាប់ដើមចេញអាការៈមកហើយបាទអញ្ចឹងហើយក៏ខ្ញុំគិតថាអាទិទេពគឺជាកីឡាករប្រភេទកីឡាករល្អ2ទឹកកន្លះបាទ2ទឹកកន្លះអញ្ចឹងផុតពី2ទឹកកន្លះទៅគឺគេហើយបាទទោះបីជាវាយមានណាក៏ដោយបាទគេហើយបាទអញ្ចឹងបាទចូលចិត្តសម្ដីគ្រូញ៉ាព្រោះហោមកច្រៀងព្រោះជានឹងទៀតថ្ងៃណាបើកបន្ទប់ឲ្យគ្រូមកបន្ទប់មកចុងបាទលោកគ្រូរុងរឿងត្រៀមលក្ខណៈ100%ហើយនៅអបអីនេះគឺបានត្រៀមហើយបាទ100%ហើយអីណាការពិចារណាវិចារជាបាត់សោទៅបាទអញ្ចឹងពេជ្រអាទិទេពគាត់ប្រកួតជាមួយវ៉ាន់វឿនថ្ងៃមុនណាបាទហើយខ្ញុំសរសើរគ្រូពេជ្រផាន់ដែរបាទគ្រូពេជ្រផាន់គឺជាអ្នកបើនិយាយថាគឺជាខ្ញុំមិនប្រាប់គាត់ទេគឺខ្ញុំសរសើរគាត់ហ្មងគាត់គេហៅថាគាត់ជាអ្នកប្រមាញ់ឬក៏ថាអ្នកដាក់តាក់ក្នុងព្រៃយ៉ាងសតជំនាញបាទអញ្ចឹងណាអញ្ចឹងគ្រូពេជ្រផាន់គាត់សរសើរវ៉ាន់វឿនថាវ៉ាន់វឿនល្អហ៊ានចូលលេងកងតូចអីចឹងសរសើរទៅវ៉ាន់វឿនណាបាទអញ្ចឹងគ្រូពេជ្រផាន់គឺជាអ្នកដាក់តាក់សត្វយ៉ាងទៅហៅបំផុតបាទសត្វព្រៃយ៉ាងទៅហៅបំផុតឡើយនេះបាទគឺចូលតាក់គាត់ទាំងអស់ឲ្យកងទៅគឺចូលតាក់គាត់ហើយបាទព្រោះគាត់ដឹងថាសមាជិករបស់សិស្សរបស់គាត់គឺគូកងតូចគឺកម្រិតនៃការវាយកងតូចគឺពីច្រើនដៃគឺគាត់ចេញដៃទៅ3ទឹកគឺដឹងតែប្រើកម្លាំងដៃទៅកាលណាប្រើដៃអស់3ទឹកហ្នឹងគឺអត់មានអីទៅចាប់មកគេទៀតទេអញ្ចឹងណាបាទអានេះគឺជាការដាក់តាក់របស់គាត់យ៉ាងប្រហែលយ៉ាងល្អមែនទែនបាទខ្ញុំសើអញ្ចឹងណាបាទគាត់អូវ៉ាន់វឿនចូលបានហើយវ៉ាន់វឿនប្រកួតកងធំអត់ឈ្នះពីអាទិទេពផងហើយទៅវាកងទៅ3ទឹកទៀតហើយបើខ្ញុំនិយាយទៅថាគ្រូចាំលេខកន្លែងថាវ៉ាន់វឿនគាត់ជាពេលកីឡាករគាត់លេងវាយគាត់លេងគិតពីទៅជាកីឡាករអាជីពហើយគាត់ជាកីឡាករដែររងថ្ងៃនេះគឺគាត់ប្រកួតដើម្បីតែជីវភាពអញ្ចឹងគឺរងថ្ងៃគឺគាត់ប្រកួតដែរអញ្ចឹងទាន់គាត់រកលុយបានគាត់និយាយអញ្ចឹងណាអានេះមិនគាត់និយាយខ្ញុំនិយាយអញ្ចឹងខ្ញុំគាត់វិភាគមើលទៅគាត់កម្មវិធីអីក៏ដោយកំបោះឆៅក៏ដោយកងតូចក៏ដោយកងធំក៏ដោយគឺគាត់ប្រកួតដើម្បីជីវភាពបាទតែគាត់មិនទាន់ធ្លាក់ប្រមាណទេប៉ុន្តែគាត់ប្រកួតដើម្បីជីវភាពបាទជីវភាពរបស់គាត់គឺថាការប្រកួតរបស់គាត់សម្រាប់យកប្រព័ន្ធវិទ្យាសាស្ត្រជាងដែរអញ្ចឹងប្រកួតអីក៏ប្រកួតដែរនៅតាមកំបោះឆៅនេះគាត់ប្រកួតដែរឲ្យថាឋានីរៀបចំកម្មវិធីគាត់ប្រកួតដែរបាទអញ្ចឹងក៏ពីកីឡាករមួយចំនួនដែលគាត់ថាគេរបស់គាត់គិតថាការប្រកួតលក្ខណៈណាមួយដែលខូចលក្ខណៈណាមួយដែលខូចគាត់ប្រកួតទេបាទជាកីឡាករអរុនគាត់ថ្ងៃមុនប្រកួតជាមួយសមាជិកទេបងឃើញកីឡាករគាត់ប្រកួតទៅគឺមានបញ្ហារបួសបាក់បោដៃបាទបាក់បោដៃថាប្រកួតកង់ចេញរៀនមួយថ្ងៃអញ្ចឹងគឺវាហានិភ័យខ្ពស់បាទហើយសម្រាប់ប្រទេសគេវាមិនអីកីឡាករអរុនក្លឹបគាត់គឺជាអែកឡង់គាត់ទោះបីជាគាត់បាក់បែកមិនក៏ដោយក៏
សម្រាប់គេចិញ្ចឹមដែរព្រោះថាអារ៉ុកគឺគេចិញ្ចឹមគឺគេចិញ្ចឹមទៅលើនេះមកអញ្ចឹងគឺខ្វល់តែខាងថាគឺឡាកូខ្មែរយើងតែបាក់ហើយយ៉ាងច្រើនគឺជួយ1លាន2លានទេណាជួយ1លានអញ្ចឹងយើងតែខាងការធ្វើច្រើនអញ្ចឹងយើងត្រូវតែចេះរក្សាអាដៃខ្លួនឯងនេះបាក់ដែរតែបាក់ច្រើនដងតែអញ្ចឹងបាក់ទៅយើងពិបាកវាបាក់ខាងពុត4 5ខែនេះយើងពិបាកសេដ្ឋកិច្ចមកទៀតដែរអញ្ចឹងបាទហើយដូចការគាត់និយាយអត់ខុសទេទីណាបាទអញ្ចឹងសម្រាប់ផានិតទុនផានិតនេះបាទប្រកួតជាមួយបានវឿនគឺមិនសូវជាស៊ីគ្នាប្រហែលទេបាទក៏តែមកជួបមួយពីទៀតនេះគឺខ្ញុំថាបាទផានិតគឺចាញ់ពីទៀតតាមច្រកនេះគឺដៃមកផានិតភាពមិនស៊ូមុខមិនស៊ូអញ្ចឹងគាត់ថាតែបើអ្វីបើការទាត់ការជង្គង់នឹងយើងគិតថាផានិតនឹងមានក្រិតឈ្នះពីទៀតរហូតដល់ទៅ 70% បាទ 70% នេះការវិភាគពេញតែបើផាត់ពីទឹកទីផាត់ពីពាក់កណ្ដាលទឹកពីទៅគឺ 100% ផានិតមានឈ្នះពេជ្រអាទិទេពបាទពេជ្រអាទិទេពបាទអត់មានចាញ់ទេបងបាទគូនេះមិនចាញ់ទេខ្ញុំជឿជាក់ច្បាស់ថាផានិតឈ្នះបាទជឿជាក់ច្បាស់ថាផានិតឈ្នះបាទគាត់ថាកុំឲ្យធ្វើមិនឲ្យកុំឲ្យផ្លាត់ចូលក្នុងទឹក1ទឹក2ឲ្យពេជ្រអាទិទេពគាត់ប្រើដាក់ដៃទូទៅលើមុខបានទេបាទយើងដើរចេញដើរចូលឲ្យប្រយ័ត្នប្រយែងអាហ្នឹងគឺជារឿងប្រយ័ត្នទៅមកតែបើចូលគៀកវិញគឺ 100% ទេបាទយើងមើលការប្រកួតហាន់2ហើយនឹងពេជ្រអាទិទេពដឹងទេពីទឹកគឺពេជ្រអាទិទេពវាយហាន់2លំទុបាទទុចាប់ពីពាក់កណ្ដាលទឹកទី2ទៅអាលីងបាទអស់អាលីងតែម្ដងបាទហាន់2ដាក់អាទិទេពឡើងត្រឡប់ឈោបាទទោះបីជាចាញ់ទុដល់គេហៅត្រឡប់ឈោនោះតោដៃអត់បានមកវិញបាទហៅត្រឡប់ឈោហើយបាទទោះបីការប្រកួតចាប់ទឹកក៏ដោយក៏គេអាចបានបែរត្រឡប់ឈោដែរបាទអញ្ចឹងណាបាទអញ្ចឹងហើយគេសួរខ្ញុំថាគ្រូហ្នឹងគ្រូសម្រាប់ចិត្តណាដូចខ្ញុំបាននិយាយអញ្ចឹងការភាពរបស់ខ្ញុំគឺថឹងថ្លែងទៅលើការអាវុធនៃការប្រកួតខ្ញុំអត់ចេះវិភាគប៉ាំងអាប្រភេទប៉ាំងហ្នឹងដើម្បីនិយាយផ្ទុះវាពិបាកទេយើងនិយាយបាក់កីឡាកងខាងលើកកីឡាកងខាងទេស្រួលនិយាយគ្នាទេហ្នឹងបាទទៅអានទៅមិនតិចcomment អាទិទេពអាចវាយខ្លួនបណ្ឌិតត្រឡប់បានទេតែបើទៅគឺស្បៃបោះផលិតហើយបាទបងប្អូនបាទជួយក្បាលណាបាទអូស្មៃបាទស្មៃអំពីស្មៃបាទមិនថាអំហើយស៊ីទៀតបាទអំពីស្មៃបាទសម្រាប់ខ្ញុំគឺថាផលិតឈ្នះអាទិទេពបាទតាមការគួរណាតាមការគួរសម្រាប់បងប្អូនដែលឆ្លាញ់ទៅបាទយើងខ្លួនតែយើងយើងនិយាយបែបកីឡាទៅបានទេបាទបើ5ទឹកមិនឈ្នះផលិតទេគ្រូដោយផលិតចង់ឆ្អែងនឹងល្អចាប់តែតាមគុណខ្ញុំមកទឹកបាយទី5ទឹកបាទខ្ញុំមកទឹកបាយដែរគាត់ខ្ញុំគាត់ថាមានបងប្អូនសួរខ្ញុំខ្ញុំយកមកលើកឡើងក្នុងការឡើងទៅបាទអញ្ចឹងសម្រាប់បងប្អូនគឺពេញចិត្តមួយណាអានោះជាចិត្តរបស់បងប្អូនតែសម្រាប់ខ្ញុំគឺខ្ញុំគិតថាផានិតនឹងអាចឈ្នះបាទនឹងអាចឈ្នះទៅលើពេជ្រអាទិទេពចំតែបន្ទុកបាទតាមបន្ទុកទេបាទអញ្ចឹងគឺខ្ញុំយកផានិតចោះខ្ញុំតែខ្ញុំឲ្យធ្វើតែ60% 70%ទេប៉ុន្តែបើសិនជាចប់ទឹកពីចប់លក្ខណៈទឹក2ទៅផានិតអត់ស្លាប់គឺខ្ញុំឲ្យផានិត 100% ទៅលើយកឈ្នះទៅលើពេជ្រអាទិទេពបាទអញ្ចឹងបាទវាជារឿងមួយផ្សេងគ្នាបាទអញ្ចឹងបងប្អូនខ្ញុំជួយលើកទឹកចិត្តដល់កីឡាករទាំងអស់គ្នាផងថាគឺថ្នាលផងមិនធូរមែនបាទឥឡូវនេះគឺថ្នាលគឺយើងចាត់កម្មវិធីការដែរអញ្ចឹងក៏តែយើងមិនភ្លេចទេការផ្ដល់បន្ទុកឈ្នះចាញ់នៃយុទ្ធធម៌បាទឥឡូវនេះយើងលើកមករឿងការប្រកួតរវាងកីឡាកររត់ទីវ៉ាន់ឌីជាមួយនឹងកីឡាករពុកអាប៉យវិញខ្ញុំមិនចង់លើកមកទេបងប្អូនវាពាក់ព័ន្ធvớiរឿងក្លឹបគេដែរអញ្ចឹងណាបាទកម្មវិធីពាក់ព័ន្ធនឹងក្លឹបគេដែរក៏តែខ្ញុំមើលការប្រកួតយ៉ាងម៉េចខ្ញុំអបអរសាទរលើកទឹកចិត្តអបអរសាទរដល់បងប្អូនរត់ទីវ៉ាន់ឌីបាទចូលរួមក្នុងខ្សែដល់ពុកអាប៉យបាទក៏តែការប្រកួតយ៉ាងម៉េចខ្ញុំមើលទៅគណៈកម្មការចៅក្រមបាទគឺគាត់ហើយគាត់មិនបានយកខាងទីនេះគាត់មកធ្វើការហើយខ្ញុំភ័យរឿងអ្វីរៀបប្រកួតថ្ងៃក៏មិនដែរបាទឃើញការប្រកួតអញ្ចឹងបាទទី1ការប្រកួតយ៉ាងម៉េចនេះគឺអារ៉ាមគុណខ្មែរនេះបើតាមយើងដឹងគឺជាកម្មវិធីរបស់ក្លឹប50 Super Fight តែម្ដងគឺអ្នករៀបចំឡើងបាទគឺអ្នករៀបចំឡើងបាទហើយអ្នករៀបចំឡើងអញ្ចឹងដល់ពេលកីឡាករវាយយើងឃើញអញ្ចឹងហើយបន្ទុកវាឲ្យទៅកីឡាកររត់ទីវ៉ាន់ឌីឈ្នះទៅពេលនោះឯងធ្វើឲ្យតែថាមហាជនក៏ដូចជាអ្នកផ្សេងៗគ្រប់គ្រងខ្មែរច្បាស់ជាដាក់បន្ទុកទៅលើអ្នករៀបចំកម្មវិធីជាខាងនេះរៀបចំកម្មវិធីទៅយកតែបាត់ខ្លួនឯងអញ្ចឹងហើយនឹងខ្ញុំមិនចង់ប្រកាន់អ្នករៀបចំកម្មវិធីនេះគឺជាដាក់បន្ទុករបស់ចៅក្រមអង្គចៅក្រមគណៈកម្មការក៏ប៉ុន្តែបងប្អូនទាំងអស់គ្នាបងប្អូនចូលមើលគូរត់ទីវ៉ាន់ឌីជាមួយពុកអាប៉យជាមួយបងប្អូនចូលមើលហើយបងប្អូនបើកមួយខមមិនមហាជនថាគាត់បើកមួយខមមិនមហាជនហើយថាគាត់ពិនិត្យឡើងវិញគូហ្នឹងឲ្យចាញ់ឲ្យឈ្នះហើយទេខ្ញុំទទួលគាត់ថាលទ្ធផលមិនអាចកែប្រែវិញបានទេក៏ប៉ុន្តែអ្វីដែលខ្ញុំចង់កែប្រែគឺពិនិត្យមើលការប្រកួតនឹងឡើងវិញហើយដាក់ទោសទណ្ឌទៅលើមន្ត្រីគណៈកម្មការដែលបានផ្ដល់បន្ទុកយ៉ាងម៉េចបាទបានបន្ទុកបាក់ទឹកថ្មីណាបាទបាក់ទឹកថ្មីណាបាទរឿងអ្នកឈ្នះខ្ញុំអបអរសាទរសូមតែរឿងអ្នកចាញ់ដល់អញ្ចឹងគឺខ្ញុំតែងតែចូលមកដើម្បីកាន់ជើងខ្ញុំកាន់ជើងរឿងត្រូវបងឬក៏ខ្ញុំកាន់ជើងអញ្ចឹងរឿងដែលយុទ្ធធម៌គឺតែខ្ញុំលើកដៃមិនណាគាត់អាចថាអីកុំវាយនិយាយអញ្ចឹងប៉ះពាល់គាត់គេដើម្បីគឺស្មានអត់គ្នាគឺខ្ញុំអត់បាញ់និយាយតែបាន3បុគ្គលគឺខ្ញុំអត់និយាយ
đầm bay buku lah đầm bay buku nhưng trong tôi bằng gì trong tay tay thua còn này tay đầm bay cũng phải nói nhưng để gì đầm bay là con bị đất làng vinh từ lưỡi càng một túc rồi biết là con khi bật đi thì là con cúc hạt bồi càng bị mày mà thấy viên lưỡi ấy ra vào đây nè chiếu lại đấy công ta bị nó thấy mưa ăn trái làm bọc luồn ta đặt tụng xong tuôn ọt ta đặt tụng xong thì ọt đến mức trong khi nâng nếu trong này nâng trong tay bọc luồn ấy hơi là cô bọc luồn ấy đây miền con sợ không bọc luồn ấy đi thì chàng này là người lại nữa bà thân thì cũng phải như nơi được thư miệng nơi tay mình chia sách phải giao thế cũng phải như vậy thì bạn này thì tay ấy rồi bà miền ca chia sách ơi giao thế anh chưa ở thì bạn này là ta toàn ấy còn ha để anh mưa anh dục vô trong khi vào cái kêu trong khi con sơ kịp tay của phát á anh pha chi mà anh mau chơi ca như lại nhân tiết á anh pha chi mà ơi một đạo túc pha chi mà anh hay một tăng khai tiết á anh nhẹ cái nghe tới sợ thì anh chế sợ quá thế chẳng nghe anh phải chia tiếp ảnh được thôiสำหรับองค์ลาโกโดยสารได้อยู่ที่จีเวะมันตรีได้อันดับจะบักคลายออฟมินมาประตามผมมือแต่โจรมกำจีนกองกันกรมไตปากวอร์ไม่นั่งผมนะปากวอร์ไม่ครั้งนะบางสำหรับการประกวดมันไอโจมือตึงให้มันในนี้ไอ้บางคนมือทุกข์ให้เขาว่าเขาให้โจมือของมันนะของมันมาปีมาจุดเท่านั้นแบบเบื่อของมันหาจุดต้องใจใจต้องผมพูดพี่เราไอ้mà sang tay cáiผมพูดพี่เราไอ้ก็บักก็บางของมันได้ใครยังหายใจก็คือผมบักจะทำไมผมบักจะทำไมปีบ้านนั่งก่อนปีบ้านนะอาการพูดอย่างนั้นจังนะปีบ้านไอ้ยังชื่อนะการsang tayคุณmaiยังเกิดจากไหนนี่bây giờ bây giờ này nhé mà tôi nói mình chắc thấy biến đây được trong thay biến là để mình bạch tiếp gặp con anh châu đúng không chứ mình thấy lúc anh châu không cầm chiếc rất tài lọ chẳng hạn mà tôi hai các bạn ở cái này rất tài lọ chúng ta phải tranh cái đặc thôi lương hàng cái ba hàng kia mày mà hàng từ lớn mình chắc được trong cầm chiếc chỉ hàng thì phải cầm chiếc này cái nút chẳng anh ngay đây đây chị mình chỉ có lương hàng chỉ lương hàng này thôi trong lọc mũi vô tay vào sơn tay anh lọc mũi vô tay vào sơn tay anh ấy đây chị ở bên đây không cũng phải những thực chất là được bạn đi tay vào hai vô tay vào đại hợp nhưng mà ấy như vậy là này nó việc để những dễ được bắt qua sơn chứ không phải như mà thằng gì mà sơ xa chộp moni sơ xa cứ bây giờ phán con thôi là con quất cho lục đập lọc nặng lọc nặng thế khi sao lọc nặng nó cái bao bì ná thì như vậy kia như bị mặt thiệp lọc nặng mấy cái làm đá như nặng bao nè cái làm đá thì mặt thiệp kia gì lọc nặng đi nặng na đến nặng na cầm nặng na kia bị cầm đập kia bị cầm đập ai muốn cam được không rồi là có cuốn cái mưa từ mặt thiệp hoặc là có cái này mình được chơi nặng đấy chẳng hạn bạn cái này cũng phán sát là có mai thì kia bảo ăn chừng thay quát gọi ở bên cô chủ mồi cất mấy pi chừng này của hai trẻ thì là có cuốn mai thì con đây hát nơi không cho cuốn mai ở ngay chứ thì lâu con thay quát bảo ăn chừng thay quát chừng giờ mình đập ấy quát ở cô chủ để khát thứ nhất nè này vô nè tu bảo không có đâu rương không hôm nay mình là có bột đấy cái nào ăn cái nào lò thì coi này lại bạn người bà nó chia bị này là bị cái là đi cam cái chuyện bắt qua thì anh đây bạn người bà thì mình chắc chuyện anh đây bạn người chẳng hạn mình bị chuyện chẳng mà